នឹងអត់នៅពេលដែលយើងមានអាយុចាប់ពី25ឡើងលើទៅស្បែករបស់យើងនឹងគឺចាប់ផ្ដើមប្រែប្រួលខ្លាំងមែនទែនបញ្ហាភាពជ្រីជ្រួញនៅលើស្បែករបស់យើងនឹងគឺចាប់ផ្ដើមងាយនឹងកើតឡើងបញ្ហាមុនជាំខ្មៅស្អាតក៏ងាយនឹងកើតមានឡើងអញ្ចឹងបើសិនជាយើងអត់ជ្រើសរើស skin care ណាដែលជួយទប់ឲ្យបញ្ហាអស់ទាំងនឹងបានទេស្បែកមុខរបស់យើងនឹងគឺមើលទៅគឺចាស់ជាងគេអាយុ30 ទៀតអញ្ចឹងខ្ញុំណែនាំជាពិសេសជាមួយនឹងឈុត peptide 9នេះពង peptide 9នេះគឺវាលាងជម្រះបានល្អខ្លាំងជាមួយនឹងអ្នកដែលមានបញ្ហាស្បែកមុខព្រែកមុខមានបញ្ហាមុនខ្មៅមុខមានបញ្ហាមុនកប់សាច់អីហ្នឹងគឺវាជួយបានវាលាងជម្រះជាតិកខ្វក់ជាតិធូលីដីនៅលើផ្ទៃមុខរបស់យើងនឹងគឺបានល្អខ្លាំងអំពូល peptide 9នេះវិញគឺវាជួយទប់ភាពជ្រីជ្រួញជួយឲ្យស្បែករបស់យើងនឹងភ្លឺថ្លាហើយផ្ដល់សំណើមដល់ស្បែករបស់យើងនឹងគឺបានល្អខ្លាំងជាមួយនឹងអំពូល peptide ជាមួយនឹងសេរ៉ូមនេះគឺដើម្បីខ្លាំងវា3 in 1នៅក្នុងដបតែមួយវាជួយផ្ដល់សំណើមនិងជាតិទឹកខ្ពស់ដល់ស្បែកមុខរបស់យើងវាជួយទប់ភាពជ្រីជ្រួញវាជួយឲ្យស្បែករបស់យើងនឹងភ្លឺថ្លាព្យាបាលបញ្ហាជាំស្ងួតវាជួយបានល្អខ្លាំងមែនទែនជាមួយនឹងសេរ៉ូមនេះជាមួយនឹង cream peptide 9 cream នេះគឺវាជួយឲ្យស្បែករបស់យើងនឹងគឺរលោងភ្លឺថ្លាជួយចិញ្ចឹមនិងបណ្ដុះកោសិកាស្បែករបស់យើងនឹងគឺទប់ភាពជ្រីជ្រួញស្បែករបស់យើងគឺបានល្អខ្លាំងវាជួយផ្ដល់សំណើមដល់ស្បែករបស់យើងធ្វើឲ្យស្បែករបស់យើងនឹងរលោងស្មូតភ្លឺឡើងវិញបានជាមួយនឹង cream peptide នេះអញ្ចឹងបញ្ហាស្បែកដែលងាយនឹងជ្រីជ្រួញងាយនឹងកើតមុនងាយនឹងជាំងាយនឹងមុខរបស់យើងឡើងស្អាតអ្នកនរគ្នាប្រើជាមួយនឹងឈុត peptide នេះ